នេះគឺជាអេពីសូតទី20ដែលយើងនិយាយអំពីក្រុមហ៊ុនយន្តហោះដឹកទំនិញធំៗទាំង10លំដាប់ពិភពលោកកាលពីវីដេអូមុនយើងបាននិយាយអំពីក្រុមហ៊ុនកប៉ាល់ធំៗទាំង10លំដាប់ពិភពលោកក្នុងឆ្នាំ2025រួចទៅហើយឥឡូវយើងបដូរពីនៅសមុទ្រយើងឡើងទៅលើអាកាសវិញម្ដងដែលជាអេពីសូតទី20នេះយើងនឹងនិយាយអំពីក្រុមហ៊ុនយន្តហោះដឹកទំនិញធំៗទាំង10លំដាប់ពិភពលោកក្នុងឆ្នាំ2025វិញម្ដងអូខេអញ្ចឹងដូចសពដងមុននឹងយើងចូលដល់ប្រធានបទយើងនឹងទៅរំលឹកអំពីវីដេអូមុនដែលជាអេពីសូតទី19និយាយអំពី Top 10 Shipping Line Company ក្នុងឆ្នាំ2025ដែលស្ថិតនៅតំបន់អាស៊ីផងនិងតំបន់អឺរ៉ុបផងអញ្ចឹងឥឡូវយើងទៅរំលឹកមេរៀនបន្តិចទៅអញ្ចឹងសម្រាប់ក្រុមហ៊ុនធំៗនៅតំបន់អាស៊ីមានដូចជាប្រទេសចិនមានកូរ៉េខាងត្បូងតៃវ៉ាន់និងហុងកុងសម្រាប់បែកខាងអឺរ៉ុបវិញមានបារាំងអាល្លឺម៉ង់ដេណម៉ាកនិងស្វីស័រឡែនដូច្នេះបើសិនជាលោកស្រីមានចំណាប់អារម្មណ៍ចង់ដឹងថាក្រុមហ៊ុនធំៗទាំង10មានឈ្មោះអីនៅក្នុងប្រទេសណាខ្លះលោកស្រីអាចចូលទៅក្នុង playlist អញ្ចឹងខ្ញុំបានដាក់វីដេអូអេពីសូតទី19នេះចូលក្នុង playlist ហើយលោកស្រីអាចទៅទស្សនាបន្តបាននៅក្នុង playlist ទៀតសោតមាន19វីដេអូផ្សេងទៀតអញ្ចឹងលោកស្រីអាច scroll មើលហើយមើលពីចំណងជើងមើលពីអេពីសូតដែលខ្ញុំបានដាក់លំអិតនៅក្នុងហ្នឹងហើយលោកស្រីឆ្លាញ់មួយណាអាចចូលទៅ learn មួយនោះបានក្នុងករណីដែលមានសំណួរមានចម្ងល់លោកស្រីអាច comment ខាងក្រោមបានអូខេអញ្ចឹងឥឡូវយើងចូលដល់ប្រធានបទរបស់យើងវិញដែលនិយាយអំពី Top 10 Air Cargo Company in 2025ដោយផ្អែកទៅលើចំនួនយន្តហោះដឹកទំនិញដែលពួកគាត់មានដែលភាសាអង់គ្លេសយើងហៅថា freighter aircraft ដែលច្រើនជាងគេអូខេអញ្ចឹងឥឡូវយើងចូលដល់លំដាប់ថ្នាក់ទី10មុនដែលក្រុមហ៊ុនមានឈ្មោះថា China Southern Cargo របស់ប្រទេសចិនដែលមានយន្តហោះដឹកទំនិញ freighter aircraft រហូតដល់12គ្រឿងជាប្រភេទយន្តហោះលំដាប់យក្សដូចជា Boeing 777និង Boeing 747ដែលមានសមត្ថភាពដឹកទំនិញយើងគិតជាតោនក្នុងមួយឆ្នាំមានរហូតដល់1លានចុច583តោនចឹងមានថា1លានកន្លះនេះគឺជាទិន្នន័យក្នុងឆ្នាំ2023របស់ China Southern Cargo អញ្ចឹង China Southern Cargo ក៏គាត់មានយន្តហោះដឹកអ្នកដំណើរដែរដែលយើងហៅថា passenger aircraft ដែលមានទាំងតូចទាំងធំរហូតដល់850គ្រឿងអូខេអញ្ចឹងគាត់មានយន្តហោះដឹកអ្នកដំណើរច្រើនតែប្រធានបទរបស់យើងនិយាយអំពីក្រុមដោយសារយើងវិស័យ logistics អញ្ចឹងយើងនិយាយតែរឿងទំនិញទេអញ្ចឹង China Southern Cargo ក៏មានយន្តហោះច្រើនតែយន្តហោះដឹកទំនិញគាត់មានតែ12គ្រឿងទេតែប្រភេទ Boeing ធំដែរអញ្ចឹង capacity គាត់ដឹកបានរហូតដល់1លានជាងតោនក្នុងមួយឆ្នាំអញ្ចឹងទី9ទីលំដាប់ថ្នាក់ទី9បានទៅលើក្រុមហ៊ុន Emirates Sky Cargo របស់ប្រទេស United Arab Emirates UEA អញ្ចឹង Emirates មានយន្តហោះដឹកទំនិញ freighter aircraft រហូតដល់16គ្រឿងមាន Boeing 777 10គ្រឿងនិង Boeing 747 6គ្រឿងនិងមានសមត្ថភាពដឹកទំនិញបានរហូតដល់ជាង5លានតោនក្នុងមួយឆ្នាំនេះគឺជាទិន្នន័យក្នុងឆ្នាំ2023-2024 Emirates ក៏មានយន្តហោះដឹកអ្នកដំណើរផងដែរ passenger aircraft មានរហូតដល់267គ្រឿងអូខេអញ្ចឹងយើងបាន2ហើយទៅអាស៊ី1ទៅបែកខាងអារ៉ាប់1អញ្ចឹងលេខរៀងទី8យើងមកខាងអាស៊ីយើងវិញលេខរៀងទី8គឺមានក្រុមហ៊ុនដែលមានឈ្មោះថា Cathay Cargo របស់ហុងកុងមានយន្តហោះដឹកទំនិញ freighter aircraft រហូតដល់20គ្រឿងដែលជាប្រភេទក្រុមហ៊ុនយន្តហោះយក្សរបស់ Boeing 747F 14គ្រឿងនិង Boeing 747 EOS 6គ្រឿងនិងមានសមត្ថភាពដឹកជញ្ជូនទំនិញបានរហូតដល់1លានកន្លះ 1.5 លានតោនក្នុងមួយឆ្នាំនេះគឺជាទិន្នន័យរបស់ Cathay Cargo ក្នុងឆ្នាំ2024 Cathay Cargo ក៏មានយន្តហោះដឹកអ្នកដំណើរដែរគឺ passenger aircraft មានរហូតដល់181គ្រឿងអូខេយើងចូលដល់ចំណាត់ថ្នាក់លេខ7គឺបានមកខាងអាមេរិកវិញគឺមានឈ្មោះថា Alaska Air របស់សហរដ្ឋអាមេរិកដែលមានយន្តហោះដឹកទំនិញ freighter aircraft 21គ្រឿងមានប្រភេទជា Boeing 777 11គ្រឿងនិង Boeing 767S 10គ្រឿងអញ្ចឹងយន្តហោះដឹកទំនិញមាន21គ្រឿងរីឯយន្តហោះដឹកអ្នកដំណើរមានរហូតដល់59គ្រឿងអូខេអញ្ចឹងយើងបាន4ហើយ
ចឹងយើងចូលដល់ទី6យើងមកខាងអាស៊ីយើងវិញបានទៅលើក្រុមហ៊ុនដែលមានឈ្មោះថា Korean Air Cargo របស់កូរ៉េខាងត្បូង South Korea ដែលមានយន្តហោះដឹកទំនិញ Freighter Aircraft 23 គ្រឿងគឺសិតតែជាប្រភេទ Boeing 747ទាំងអស់នឹងមានសមត្ថភាពដឹកទំនិញបានរហូតដល់ 1.6 លានតោននៅក្នុងមួយឆ្នាំ Korean Air Cargo គឺមិនមានយន្តហោះដឹកអ្នកដំណើរទេអូខេអាស៊ីយើងបានច្រើនហើយអញ្ចឹងឥឡូវយើងទៅខាងអឺរ៉ុបវិញម្ដងលេខរៀងទី5បានទៅលើក្រុមហ៊ុនដែលមានឈ្មោះថា Turkish Cargo របស់ប្រទេសទួរគីដែលមានយន្តហោះដឹកទំនិញ Freighter Aircraft 25 គ្រឿងមានសមត្ថភាពដឹកទំនិញបានរហូតដល់ 2.2 លានតោនទៅនៅក្នុងឆ្នាំ2024និងមានយន្តហោះដឹកអ្នកដំណើរ Passenger Aircraft បានមានរហូតដល់446 គ្រឿងលេខរៀងទី4បានទៅខាងបែកខាងអារ៉ាប់ដូចគ្នាគឺ Qatar Airways Cargo របស់ប្រទេស Qatar ដែលមានយន្តហោះដឹកទំនិញ Freighter Aircraft 28 គ្រឿងសិតតែជាប្រភេទ Boeing 777ទាំងអស់នឹងមានសមត្ថភាពដឹកទំនិញបានរហូតដល់ 1.5 លានតោននៅក្នុងមួយឆ្នាំនេះគឺជាទិន្នន័យក្នុងឆ្នាំ2024-2025និងមានយន្តហោះដឹកអ្នកដំណើរ Passenger Aircraft មានរហូតដល់233គ្រឿងអូខេឥឡូវចូលដល់ top 3 ហើយ top 3 top 2 top 1កាន់តែច្រើនទៅហើយអញ្ចឹង top 3បានទៅលើក្រុមហ៊ុនដែលមានឈ្មោះថា Cargo Lux របស់ប្រទេស Luxembourg ដែលមានយន្តហោះដឹកទំនិញ Freighter Aircraft រហូតដល់30គ្រឿងជាប្រភេទ Boeing 747ទាំង30គ្រឿងនិងមានសមត្ថភាពដឹកទំនិញរហូតដល់ 1.1 លានតោន 1 លាន 10,000 តោននៅក្នុងមួយឆ្នាំនេះគឺជាទិន្នន័យចាស់នៅក្នុងឆ្នាំ2020ហើយ Cargo Lux គឺអត់មានយន្តហោះដឹកអ្នកដំណើរទេ no passenger aircraft លំដាប់ថ្នាក់លេខ2បានទៅលើបែកខាងអាមេរិកលំដាប់ថ្នាក់លេខ2គឺមានឈ្មោះថា UPS Airlines របស់សហរដ្ឋអាមេរិកដែលមានយន្តហោះដឹកទំនិញ Freighter Aircraft រហូតដល់295គ្រឿងមានប្រភេទ Boeing លំដាប់យក្សយន្តហោះ Boeing របស់គាត់មានរហូតដល់215គ្រឿង Airbus A352 គ្រឿងនិង McDonnell ក្រុមជាប្រភេទកប៉ាល់ប្រភេទយន្តហោះធំដែរម្ដង28គ្រឿងចំណែកឯ capacity ដឹកក្នុងមួយឆ្នាំគឺ no report មានថាគាត់អត់បាន show នៅក្នុង website ឬក៏ show នៅក្នុងអ៊ីនធឺណិតទេហើយ UPS គឺអត់មានយន្តហោះដឹកអ្នកដំណើរទេបើតាមខ្ញុំស្មានជាការប៉ាន់ស្មានគឺប្រហែលជាអាចចូល10លានតោនក្នុងមួយឆ្នាំព្រោះយន្តហោះគាត់មានដល់ទៅជិត300គ្រឿងហើយគ្រាន់តែ UPS ទិន្នន័យគាត់គឺអត់មាននៅក្នុងអ៊ីនធឺណិតអញ្ចឹងយើងដាក់ថា no report ឥឡូវយើងចូលដល់ top 1អញ្ចឹងឥឡូវ top 1ក្រុមហ៊ុននៅទ្វីបណាឥឡូវអូខេអញ្ចឹង top 1បានទៅលើសហរដ្ឋអាមេរិកដដែលគឺក្រុមហ៊ុនដែលមានឈ្មោះថា FedEx Express FedEx Express មានយន្តហោះដឹកទំនិញ Freighter Aircraft រហូតដល់698គ្រឿងគុណនឹង2គុណនឹង3នៃ top 2ជិត700គ្រឿងហើយសិតតែជាប្រភេទ Boeing សុទ្ធមាន Boeing 767 Boeing 757និង Boeing 777មានសមត្ថភាពដឹកទំនិញក្នុងមួយឆ្នាំរហូតដល់16លាន package ស្មើនឹង20លាន pound គាត់ដឹកឯណាហើយ FedEx អត់មាន passenger aircraft ទេអត់មានយន្តហោះដឹកអ្នកដំណើរទេអញ្ចឹងម្ដងទៀត top 1បានទៅលើក្រុមហ៊ុនសហរដ្ឋអាមេរិករបស់ FedEx យន្តហោះដឹកទំនិញមានរហូតដល់698គ្រឿងមានសមត្ថភាពដឹកបានរហូតដល់16លាន package ស្មើនឹង20លាន pound អូខេអញ្ចឹងនេះគឺជា top 10របស់ក្រុមហ៊ុនធំដឹកទំនិញទាំង10ដែលផ្ដោតទៅលើដែលគាត់មានយន្តហោះដឹកទំនិញចាឥឡូវយើងទៅ debrief ឡើងវិញតិចទៅយើងទៅសង្ខេបតិចទៅអញ្ចឹងយន្តហោះ top 10 ក្រុមហ៊ុនធំទាំង10ក្នុងឆ្នាំ2025បានទៅលើលេខ10គឺ China Southern Cargo របស់ប្រទេសចិនលេខ9 Emirates Sky Cargo របស់ United Arab រួមលេខ8បានទៅលើ Cathay Cargo របស់ហុងកុងលេខ7បានទៅលើ Alaska Air របស់សហរដ្ឋអាមេរិកលេខ6បានទៅលើ Korean Air Cargo របស់កូរ៉េខាងត្បូងលេខ5 Turkish Cargo របស់ប្រទេសទួរគីលេខ4 Qatar Airways Cargo របស់ប្រទេស Qatar លេខ3បានទៅលើ Cargo Lux របស់ប្រទេស Luxembourg លេខ2 UPS Airlines របស់សហរដ្ឋអាមេរិកនិងលេខ1គឺ FedEx Express របស់សហរដ្ឋអាមេរិកអូខេអញ្ចឹងវីដេអូនេះយើងសង្ខេបប៉ុណ្ណឹងហើយសម្រាប់វីដេអូបន្ទាប់ដែលជាអេពីសូតទី21អញ្ចឹងយើងនិយាយអំពីអីគេវីដេអូបន្ទាប់អេពីសូតទី21យើងនឹងនិយាយអំពីប្រវត្តិលម្អិតរបស់ក្រុមហ៊ុនកប៉ាល់យក្សមួយដែលធំជាងគេរបស់ពិភពលោកអញ្ចឹងវីដេអូទី21យើងនឹងនិយាយលម្អិតអំពីប្រវត្តិរបស់ក្រុមហ៊ុនកប៉ាល់យក្សមួយហើយ
ដោយសារតែមានការ comment នៅក្នុងតែមានការសំណូមពរក្នុង comment ដូចជាគាត់ comment ឈ្មោះកប៉ាល់ហ្នឹងអញ្ចឹងកាលពី episode មុនខ្ញុំបាននិយាយពី top 10 ក្រុមហ៊ុនកប៉ាល់ធំៗហ្នឹងហើយខ្ញុំក៏បាននិយាយថាបើចង់បាននិយាយប្រវត្តិលម្អិតអំពីកប៉ាល់មួយនោះអាច comment ខាងក្រោមអញ្ចឹងមានបងប្អូនយើង comment ច្រើនពាក់ព័ន្ធមួយឈ្មោះកប៉ាល់មួយហ្នឹងអញ្ចឹងចាំរងចាំទស្សនាទាំងអស់គ្នា episode ទី21នៅថ្ងៃស្អែកវេលាម៉ោង 8:18 នាទីម៉ោងដដែលអូខេអញ្ចឹងឥឡូវយើងទាញមកសាច់រឿងយើងវិញសម្រាប់ Air តាមយន្តហោះនេះ top 10 នេះលោកស្រីអាច comment ដូចគ្នាបើសិនជាឈ្មោះក្រុមហ៊ុនទាំង10ហ្នឹងដែលបានរៀបរាប់ខាងលើហ្នឹងលោកស្រីចង់ឲ្យខ្ញុំនិយាយអំពីជីវប្រវត្តិរបស់ពួកគាត់បង្កើតនៅឆ្នាំណាពីណាគេជាអ្នកបង្កើត founder គាត់នរណាគេហើយប្រវត្តិកកើតដំបូងមិនហើយអភិវឌ្ឍខ្លួនពីដំបូងមកដល់ឥឡូវមិនក៏បានខ្លះជា top 10 នៅក្នុង rank នៅក្នុង top 10 ដែលធំៗទាំង10ហ្នឹងអញ្ចឹងលោកស្រីអាច comment ឈ្មោះក្រុមហ៊ុនយន្តហោះទាំង10នេះបានស្រឡាញ់មួយណាអាច comment មួយនឹងខ្ញុំនឹងបកស្រាយលម្អិតអូខេអញ្ចឹងពាក់ព័ន្ធមួយការចែករំលែកអញ្ចឹងសម្រាប់លោកស្រីដែលគិតថាវីដេអូរបស់ខ្ញុំវាជាមានអត្ថប្រយោជន៍អញ្ចឹងលោកស្រីអាចចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនដែលបានស្គាល់ហើយបើសិនជាស្រឡាញ់ចូលចិត្តអាចចុច like ចុច follow ឬក៏ subscribe ក៏សូមអរគុណលោកស្រីសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល